ទី3បាទកំបោរនិងជីធម្មជាតិដំណាក់កាលនេះប្រើបានឬទេបាទនៅដំណាក់កាលនេះបានអញអត់បាទដូចខ្ញុំបានជំរាបជូនថាសារធាតុចិញ្ចឹមឬក៏ម្សៅកបោក៏ដោយបើពុកម៉ែបងប្អូនអត់ដាក់នៅដើមម្ដៅគឺយើងត្រូវតែដាក់ពេលណាក៏បានជាពិសេសមិនថាព្យាបាលមិនថាបាចដើម្បីកាច់កម្ចាត់មេរោគដីទេបាទអញ្ចឹងយើងដាក់បានគ្រប់ពេលបាទពីព្រោះកបោវាមានតួនាទីសំខាន់ទី1អាកាសសំណល់នៅលើដីរបស់យើងមិនថាស្លឹកចន្ទទីស្លឹកអីហ្នឹងវានឹងកាច់ទៅជាកប៉ុសទី2វាមានតួនាទីទៅបំបែកដីឲ្យវាជាដីផុសធូរមានរន្ធខ្យល់គេហៅមានអុកស៊ីហ្សែនអញ្ចឹងរុក្ខជាតិទាំងអស់ដុះបានឬក៏រស់បានអតិសង្គមប្រាណល្អរស់បានគឺដោយសារដីរបស់យើងមានអុកស៊ីហ្សែនដីរបស់យើងវាមានដង្ហើមខ្យល់មានដីវាអត់រឹងក្តាំងគឺដីរបស់យើងបែបផុសធូរអញ្ចឹងកបោវាមានតួនាទីទៅជួយចោះរន្ធខ្យល់ដីកបោវាមានតួនាទីទៅកម្ចាត់ចម្រោកសារល្អិតនៅក្នុងដីដូចកាឌៀឬក៏រងសតឬក៏ពពួកអតកែស៊ីឬខ្ចីជាដើមដាក់ទៅគឺវាអត់ឲ្យញាស់ទៀតទេហើយក៏ឲ្យពួកហ្នឹងដំណើរការដែរហើយជាពិសេសបាយកវោទៅអត់ឲ្យដុសចំណីសម្រាប់អាពួកកតាចង្រៃនឹងស៊ីទេអញ្ចឹងវាណាតែវាអត់មានកតាចង្រៃដែលវាអត់មានចំណីស៊ីវាទៅជាងាប់ដល់ខ្លួនឯងនៃវត្តការជីវិតវាហើយវាធ្វើឲ្យពងនោះអត់ញាស់ទៀតបាទវាស្វិតក្រៀមតែម្ដងអញ្ចឹងកវោវាមានតួនាទីសម្រាប់ទៅពពួកអស់ហ្នឹងហើយពិសេសគេហៅថាតរយៈភាព pH បាទអញ្ចឹងបានអ្នកខ្លះក៏សួរថាកវោមិនដាក់ទៅទាញ pH អត់បានឬក៏អីការដែល pH ឡើងចុះឬក៏ pH ដែលវាល្អទៅបានលូតស្រាតែដីរបស់យើងហ្នឹងគឺវាមានសរីរាង្គចំដែរមានន័យថាដីរបស់យើងចាប់ឡើងផុសធូរមានសំណើមមានជីវៈល្អនៅក្នុងដីបានតែយើងដាក់ទៅ pH វាឡើងលឿនតែបើដីយើងរឹងក្តាំងរឹងអីទេទូនាទីរបស់កបោវាកន្លែងទៅបំបែកខ្លួនចោះរងខ្យល់ដីសិនវាអត់ធ្វើគេហៅថាម្ដង1000មុខទៅតែម្ដងវាធ្វើតាមដំណាក់កាលវាឲ្យដីចាប់ដើមផុសធូរមានសំណើមមានអុកស៊ីហ្សែនហើយបានវាទៅឲ្យអាពួកសារធាតុសរីរាង្គជីវៈល្អនៅក្នុងដីហ្នឹងចាប់ដើមដុះឡើងមកចាប់ដើមរស់ឡើងមកចាប់ដើមមកបំបែកខ្លួននឹងស៊ីបង្កើតទៅជាជីអូខេអញ្ចឹងអាហ្នឹងគឺសម្រាប់ម្សៅកបោអញ្ចឹងយើងបាចពេលណាក៏បានហើយក្នុងមហត្តាតែ 3B ទេបាទនៅក្នុងដីចន្ទីរបស់យើងមហត្តា 3B បាចក្រោមដើមខ្លះបាចកដាខ្លះបាចពីពេញហ្នឹងទៅបាទ 3B ហើយយើងជួយទៅដល់នេះហើយជីធម្មជាតិក៏ដូចគ្នាបាទខ្ញុំបានជំរាបជូនថាជីធម្មជាតិដើរតួឯកនៅក្នុងការផលិតបាទផលដំណាំមិនថាដំណាំប្រភេទណាទេពាក្យថាតួឯកគឺមានសំខាន់បំផុតដែលវាទៅជួយបង្កើតអតិសង្គមប្រាណនៅក្នុងដីធ្វើឲ្យដីផុសធូរមានសំណើមនិងម៉ាកូធាតុនិងមីកូធាតុនៅក្នុងដីហើយនឹងវាបង្កើតប្រភេទជីវៈល្អរហូតដល់ជាង200ប្រភេទបាទវាមានរាប់រយរាប់ពាន់ប៉ុន្តែវាក៏មានចំណែកមួយបង្កើតបាទបានជាង200ប្រភេទដែរអញ្ចឹងគ្រាន់តែយើងហៅជី200ប្រភេទហ្នឹងមកហ្នឹងវានឹងជួយរួចបាត់ទៅហើយនៃក្នុងការឲ្យដំណាំរបស់យើងហ្នឹងគឺវាកើតសុខភាពល្អឬក៏ការដែលធ្វើឲ្យដំណាំរបស់យើងទាញស៊ីបានយូរបាទអញ្ចឹងសំណួរទី3នេះគឺយើងអាចប្រើបានបាទប្រើពេលណាក៏បានដែរសំខាន់ឲ្យតែដីនៅមានសំណើមដីអត់តន់រឹងក្តាំងដីអត់តន់ស្ងួតខ្លាំងអញ្ចឹងយើងនៅតែប្រើបាចហើយនឹងកាប់កប់បានបាទអរគុណណាស់បាទលោកគ្រូយុនសុផាបាទបានអត្ថាធិប្បាយហើយនឹងក៏បកស្រាយជំរាបទៅដល់ពុកម៉ែបងប្អូនជាកសិករកំពុងតាមដានទេសនានៅនីតិកសិកម្មរបស់ទូទួល PNS នៅក្នុងថ្ងៃប្រហ័សនេះបាទអរគុណលោកគ្រូហើយយើងក៏បានក៏សូមជម្រាបជូនពុកម៉ែបងប្អូនជាកសិករដើម្បីឲ្យទទួលផលនៅដំណាំបានល្អកុំភ្លេចបាទប្រើប្រាស់ជីធម្មជាតិបាទដីមាសជាស្នាដៃរបស់កូនខ្មែរដែលមានម្សៅកបោដីមាសបាទជីគ្រាប់ដីមាសជីទឹកដីមាសបាទរួមជាមួយសុភ័ក្រដុកទ័រសុភ័ក្រផ្លែផ្កាសុភ័ក្រជំងឺរឹសបាទបើសិនបើពុកម៉ែបងប្អូនបាទត្រូវការសូមទំនាក់ទំនងតាមទូរស័ព្ទលេខបាទដែលយើងមាននៅក្នុងអេក្រង់នេះស្រាប់ដើម្បីឲ្យពុកម៉ែបងប្អូនទទួលបានភាពជោគជ័យនិងចំណេះដឹងបាទចឹងពេលវេលាក៏ត្រូវបាននៃកំណត់ទៅទីនេះខ្ញុំបានក៏សូមថ្លែងអរគុណបាទអរគុណបាទចំណាយពេលវេលាដល់ពវិញ្ញាប់ទាំងចុះមូលដ្ឋានផងតាមលេខពោផងជួបម្ចាស់ចំការបាទផងហើយបង្រៀនផងហើយជ្រៀតគេមកផ្សព្វផ្សាយនៅក្នុងបាទទូរទស្សន៍ PNN នីតិកសិកម្មថ្ងៃនេះអរគុណគ្រូច្រើនមែនទែនបាទអរគុណបងគ្រូមានសុខភាពល្អដើម្បីបន្តបានជាចំណេះដឹងជូនដល់ពុកម៉ែបងប្អូនជាកសិករតាមរយៈក្រុមហ៊ុនយន្តប្រកបដោយជោគជ័យទាំងក្រុមហ៊ុនជោគជ័យនិងវិជាកសិករបាទអរគុណច្រើនអញ្ចឹងខ្ញុំបានទៅសូមអធិស្ឋានពីទូផងនៃការបកស្រាយឬក៏ខុសទំនងកងទំនុកប្រការណាមួយគឺសូមថាខន្តីដល់ទីគោរពអញ្ចឹងខ្ញុំបាទជាមួយនឹងគ្រូនុស្ភាក៏សូមតំបន់កាយសូមជម្រាបលា